សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំសវណ្ណាមកពីក្រុមហ៊ុន Tesla VK ដែលថ្ងៃនេះផងដែរនាងខ្ញុំនឹងមកប្រាប់បងប្អូនពីទិសដៅដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េអញ្ចឹងបងប្អូនចង់ដឹងថាធួទៅកាន់ប្រទេសកូរ៉េនឹងជួយបងប្អូនទៅកាន់តំបន់ណាខ្លះតាមដានវីដេអូខ្ញុំទាំងអស់គ្នាសម្រាប់ដំណើរកម្សាន្តមួយនេះនឹងជួយបងប្អូនទៅកាន់កោះណាមីគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងប្រទេសកូរ៉េវាមានផ្លូវដើរអមដោយដើមឈើជួរវែងដែលផ្លាស់ប្ដូរពណ៌គ្រប់រដូវកាលអញ្ចឹងបងប្អូនគឺវាល្អបំផុតសម្រាប់អ្នកដែលចូលចិត្តទេសភាពច្រើននិងចូលចិត្តធ្វើដំណើររុករកហើយជូនបងប្អូនទៅលេងផ្ទះបារាំងដែលផ្ទះនេះផងដែររចនាឡើងជាភូមិបារាំងតូចៗដែលមានពណ៌ចម្រុះយ៉ាងស្រស់ស្អាតនៅលើកំពូលភ្នំបន្តដំណើរបងប្អូនទៅកាន់ឧទ្យានកម្សាន្ត Everland ដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េដែលមានឧបករណ៍កម្សាន្តដ៏សម្បូរបែបមានសួនសត្វសួនផ្កានិងកន្លែងថតរូបបែបអឺរ៉ុបយ៉ាងស្រស់ស្អាតផងដែរជូនបងប្អូនទៅកាន់បណ្ណាល័យដែលមានសៀវភៅរាប់ម៉ឺនក្បាលដែលវាគឺជាកន្លែងសម្រាប់សម្រាកនិងអានសៀវភៅជាសាធារណៈនិងជាកន្លែងសម្រាប់ថតរូបដ៏ពេញនិយមផងដែរសម្រាប់អ្នកទស្សនានាំបងប្អូនទៅលេងកម្សាន្តនៅប៉មសេអ៊ូលនិងចាក់សោបេដូងហើយវាគឺជាកន្លែងទេសចរណ៍និងជាកន្លែងល្អបំផុតសម្រាប់ទស្សនាទិដ្ឋភាពពីលើនៃទីក្រុងសេអ៊ូលហើយនៅពេលល្ងាចនឹងជួយបងប្អូនទៅដល់លេងកម្សាន្តនៅផ្សាររាត្រីម្យ៉ងដងជាផ្សាររាត្រីដែលមានទំនិញសម្បូរបែបនិងច្រើនប្រភេទហើយនៅនេះទៀតដែរបងប្អូនដែលចូលចិត្តដើរកម្សាន្តនៅពេលរាត្រីអីឬក៏ចូលចិត្តញ៉ាំអាហារបែប street food អាហារតាមផ្លូវគឺត្រូវមកតែម្ដងបងប្អូនអញ្ចឹងបងប្អូនដែលមានចំណាប់អារម្មណ៍ចង់ធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េឬក៏ទៅក្រៅប្រទេសបងប្អូនអាចតាក់ទងមកក្រុមហ៊ុន Tesla VK យើងខ្ញុំបានដែលខ្ញុំនឹងដាក់លេខទូរស័ព្ទទំនាក់ទំនងនៅខាង caption ខាងលើដើម្បីដឹងព័ត៌មានបន្ថែមជួបខ្ញុំនៅវីដេអូក្រោយក្រុមហ៊ុនទេសចរ VLK